នៅក្នុងវិមានដ៏ត្រជាក់មួយមានស្រីស្នំនិងអ្នកបម្រើជាង10នាក់ដែលត្រូវបានគេបោះបង់ចោលនៅតំបន់លីងតុងដែលមានព្រឹលធ្លាក់ខ្លាំងពួកគេគួរតែអោបគ្នាដើម្បីផ្ដល់កម្ដៅក្នុងរាត្រីដ៏ត្រជាក់ប៉ុន្តែមានអាម៉ាត់ម្នាក់បានយួរកន្ត្រកធ្យូងតូចមួយមកដល់មុខរបងដែកគេមិនបានចែកធ្យូងឲ្យគ្រប់គ្នានោះទេផ្ទុយទៅវិញគេបានចាប់យកធ្យូងដែលកំពុងឆេះក្រហមតែមួយដុំតូចប៉ុណ្ណោះបោះទៅមុខពួកគេនិយាយបែបបញ្ជោបោកថានេះជាព្រះគុណរបស់មហាក្សត្រយានីមានតែអ្នកដែលចេះវិន័យបំផុតទើបសមនឹងទទួលបានកម្ដៅធ្យូងដែលមានទំហំប៉ុនក្របវ៉ាល់ណាត់នេះបានធ្វើឲ្យស្ត្រីទាំងនោះបាត់បង់ម្ចាស់ការភ្លាមៗដើម្បីកម្ដៅបន្តិចបន្តួចបងប្អូនដែលធ្លាប់ឯកលើគ្នាបានចាប់ផ្ដើមហែកគូគ្នាពួកគេដកក្តាប់សក់ពីលើក្បាលមកចាក់លើមុខគ្នាទៅវិញទៅមកពួកគេដេកបំរះលើដីដណ្ដើមគ្នាដូចជាសត្វអនាថាចំណែកឯអាម៉ាតម្នាក់នោះកំពុងឈរមើលដោយក្តីរីករាយពីក្រោមដំបូលវិមានមួយសន្ទុះក្រោយមកការឆ្លោះប្រកែកបានបញ្ចប់អ្នកបម្រើដែលកាយសាហាវបំផុតបានដណ្ដើមយកឈូងនោះបានទាំងខ្លួនប្រឡាក់ឈាមប៉ុន្តែនៅពេលនាងលើកឈូងមកកាន់ក្នុងដៃឈូងនោះបានរលត់បាត់ទៅហើយវាសល់ត្រឹមតែផេះខ្មៅដ៏ត្រជាក់ប៉ុណ្ណោះនាងបានយំយ៉ាងខ្លាំងព្រោះនាងមិនត្រឹមតែមិនបានអ្វីសោះប៉ុន្តែថែមទាំងបានបំផ្លាញមនុស្សដែលធ្លាប់ជួយផ្ដល់កម្ដៅដល់នាងទៀតផងអាម៉ាត់ប្រើធ្យូងដែលឥតប្រយោជន៍តែមួយដុំដើម្បីបំផ្លាញក្តីសង្ឃឹមរស់របស់ពួកគេនេះគឺជាអន្ទាក់នៃការធ្វើបាបគ្នានៅថ្នាក់ក្រោមដែលមានភាពសាហាវយង់ក្នុងបំផុតនៅក្នុងជីវិតពិតថៅកែកំពុងកាន់កាប់ប្រាក់ចំណេញនិងធនធានយ៉ាងច្រើនប៉ុន្តែនៅចុងឆ្នាំពួកគេបោះឲ្យត្រឹមតែឈ្មោះបុគ្គលិកឆ្នើមនិងប្រាក់រង្វាន់បន្តិចបន្តួចប៉ុណ្ណោះធ្វើឲ្យយើងចាប់ផ្ដើមប្រកួតប្រជែងគ្នានិងជន់ស្មារមិត្តរួមការងារដើម្បីឡើងលើអ្នកកាន់អំណាចចំណាយកាន់តែតិចពេលដែលអ្នកឆ្លោះគ្នាខ្លាំងកុំធ្វើជាតុក្កតាដែលគេបញ្ជាឲ្យសម្លាប់គ្នាជាជាងការធ្វើបាបគ្នានៅក្នុងវិមានដ៏ត្រជាក់នេះយើងគួររក្សាកម្លាំងដើម្បីបំបីទ្វារដែកដែលចាក់សោអ្នកចេញទៅវិញប្រសើរជាង